អ្នកកាសែតជើងចាស់ថៃលោកប្រាវិតរោចនារុកថាយោធាថៃកំពុងស្រវឹងសង្គ្រាមដោយមនុស្សឈួតហើយថាឲ្យទៅឆ្លោះជាមួយនឹងសង្ហបុរីផងកុំឆ្លោះតែជាមួយកម្ពុជានៅលើ Facebook Page របស់ឯកឧត្តមខៀវកញ្ញរិទ្ធបានសរសេរយ៉ាងដូចនេះថាអ្នកកាសែតជើងចាស់ថៃលោកប្រាវិតថាយោធាថៃកំពុងស្រវឹងសង្គ្រាមដោយមនុស្សឈួតហើយថាឲ្យទៅឆ្លោះជាមួយសង្ហបុរីផងកុំឆ្លោះតែជាមួយកម្ពុជានេះហើយគឺជាសភាពនៃសង្គមថៃនៅពេលដែលកំពុងតែស្រវឹងសង្គ្រាមកាលខ្ញុំនៅក្មេងរៀននៅសាលាក្នុងទីក្រុងបាងកកយើងត្រូវបានគេបង្រៀនថាភូមាបានវាយប្រហារក្រុងអយុធ្យាហើយថែមទាំងដុតបំផ្លាញវត្តអារាមព្រះពុទ្ធសាសនាទៀតផងកាលនោះខ្ញុំមិនអាចស្រមៃបានទេថាហេតុអ្វីបានជាពួកគេធ្វើបែបនោះហើយខ្ញុំតែងតែឆ្ងល់ថាតើវាអាចទៅរួចដែរឬទេក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នាលុះក្រោយមកនៅពេលដែលខ្ញុំបានដឹងអំពីព្រឹត្តិការណ៍ដែលទាហានថៃបានវាយកំទេចរូបសំណាកព្រះវិស្ណុដ៏ធំសម្បើមដែលកម្ពុជាបានកសាងឡើងដោយភាគីថៃបានអះអាងថាបានសាងសង់រំលោភចូលទឹកដីថៃទើបខ្ញុំចាប់ផ្ដើមយល់ថាអំពើស្រវឹងសង្គ្រាមបានធ្វើឲ្យយើងក្លាយទៅជាមនុស្សឈួតហើយសង្គមរបស់យើងក៏លែងដឹងខ្លួននិងលែងខ្វល់ខ្វាយថាតើពិភពលោកមើលមកយើងក្នុងក្រសែភ្នែកបែបណានោះដែរវាប្រៀបដូចជាមនុស្សម្នាក់ដែលស្រវឹងជួបជុំដើរត្រេតត្រោតនិយាយមិនដឹងអីព្រោះមិនថាជារូបសំណាកចាស់ឬរូបសំណាកថ្មីឆ្លងកាត់ពិធីប្រសិទ្ធរួចឬនៅឬបានចុះបញ្ជីរួចឬអត់ការប្រើគ្រឿងចក្រធុនធ្ងន់ទៅវាកំទេចបែបនោះគឺជាបន្ផុតពីការធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនឥណ្ឌានិងអ្នកដែលគោរពសាសនាហិណ្ឌូនោះឡើយជាឧទាហរណ៍ប្រសិនបើប្រទេសណាមួយប្រើវិធីសាស្ត្រស្រដៀងគ្នានេះដើម្បីទៅផ្ដួលរំលំរូបសំណាកព្រះពុទ្ធដ៏ធំនៅបរទេសឬលើកលេសដូចគ្នាថារូបសំណាកនោះមិនទាន់ប្រសិទ្ធមិនមែនជាវត្ថុបុរាណឬមិនទាន់ចុះបញ្ជីនោះអ្នកកាន់ព្រះពុទ្ធសាសនាថៃប្រកាសជាផ្ទុះកំហឹងជាមិនខានអ្វីដែលសំខាន់បំផុតគឺនិមិត្តរូបដែលត្រូវបានគេប្រមាថសូម្បីតែពេលដែលជនជាតិបច្ចឹមប្រទេសយករូបសំណាកព្រះពុទ្ធคล้ายៗតែដាក់តុបតែងក្នុងហាងស្រាក៏ជនជាតិថៃមួយចំនួនខឹងសម្បាបាត់ទៅហើយទោះបីជារូបទាំងនោះមិនមែនជាវត្ថុបុរាណក៏ដោយគ្រាន់តែមើលរូបភាពទាំងនេះចុះអ្នកនឹងនឹកឃើញថាតើប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានចុះផ្សាយព័ត៌មាននេះទូលំទូលាយកម្រិតណាខ្ញុំចង់ប្រាប់ទៅក្រុមជ្រុលនិយមថៃថាគួរតែនាំគ្នាទៅតវ៉ាជាមួយប្រព័ន្ធផ្សព្វផ្សាយសង្ហបុរីផងទៅបើអ្នកឯងពូកែខាងបង្កើតសត្រូវជាមួយប្រទេសជិតខាងម្លឹងនោះបង្កើតសត្រូវម្នាក់ទៀតទៅហើយកុំខ្វល់ពីពិភពលោកឬទំនាក់ទំនងជាមួយរដ្ឋនិងប្រជាជនបរទេសអីកាលពីម្សិលមិញកាសែត The Straits Times ដែលជាកាសែតរដ្ឋរបស់សង្ហបុរីបានចុះផ្សាយចំណងជើងថាបន្ទាប់ពីឆែកមើលលើ Google Map រូបសំណាកដែលត្រូវគេវាយចោលនោះគឺស្ថិតនៅចម្ងាយប្រហែលជា400ម៉ែត្រពីព្រំដែនថៃកម្ពុជាប៉ុន្តែគឺស្ថិតនៅក្នុងទឹកដីកម្ពុជាទៅចាត់ការជាមួយសង្ហបុរីទៅដើម្បីបង្ហាញថាពួកអ្នកឯងកំពុងស្រវឹងសង្គ្រាមហើយកុំភ្លេចនាំគ្នាទៅវាយប្រហារលើ Google Map ផងណាសូមបញ្ជាក់ថានេះជាសេចក្តីប្រែសម្រួលពីអ្នកកាសែតថៃចាស់អូសាដែលបានរៀបរាប់លើបណ្ដាញសង្គម Facebook ផ្លូវការរបស់លោកនាថ្ងៃទី26ខែធ្នូឆ្នាំ2025ដោយលោកមិនបានខ្វល់នឹងកំហឹងជាតិនិយមអ្វីនោះទេតែលោកចង់បង្ហាញអារម្មណ៍មួយដែលគួរតែមានសន្តិភាពសម្រាប់ប្រទេសជាមិត្តជាប់រ៉ូប៉ង